ចាប់ផ្ដើមឡើងនៃសាច់រឿងកាត់ទៅមើលកន្លែងរបស់ជាងពីឡាននៅពេលនេះលោកយាយចំណាស់នឹងកំពុងតែអានអំពីសម្បត្តិមួយច្បាប់ដែលជាការដាក់ទោសទៅលើជាងពីឡានដោយឃុំខ្លួននាងរយៈពេល1ខែដើម្បីឲ្យនាងពិចារណាកំហុសបុកបន្ថែមជាមួយនឹងទារុណកម្មចំនួន2រយរំពាត់បន្ទាប់ពីគាត់បានអានចប់ហើយក៏បានបញ្ចេញនៅខ្សែតីហើយក៏បានត្រឹមតែដកដង្ហើមធំតែប៉ុណ្្នឹងឯងស្របពេលដែលជាងពីឡានក៏បានបន្តនិយាយទៅកាន់ព្រឹទ្ធយាយនឹងថាកុំចង់រងចាំយូរអីគឺចាត់ការតែម្ដងទៅព្រឹទ្ធយាយក៏នៅតែបន្តទៀតថាជាងពីឡាននឹងគឺបានត្រឹមតែជួយសង្គ្រោះជីវិតរបស់ឈីណានតែប៉ុណ្ណោះហើយប្រសិនបើមិនមែនដោយសារតែសៀវហ្វៃហ្វាំងបាននិយាយពន្លើសទេជាងពីឡានក៏តបទៅវិញថាលោកគ្រូនឹងគឺមិនដែលខ្វល់អំពីការពិតឡើយហើយនាងក៏បាននៅឃើញទៅដល់ពាក្យសម្ដីដោយការពីពេលនោះដែលឈីណានបានជួយនាងហើយក៏និយាយថានាងគឺមិនត្រូវកើតអីនោះទេដោយសារតែគាត់គឺមានរឿងជាច្រើនទៀតដែលត្រូវដោះស្រាយជាមួយនឹងនាងដូច្នោះហើយនាងក៏បានបន្តឡើងវិញទៀតថាមើលទៅប្រហែលជាគ្រប់គ្នានឹងគឺមិនខ្វល់អំពីជីវិតរបស់នាងនោះទេដែលពួកគេគឺខ្វល់ត្រឹមតែជីវិតរបស់ឈីណានតែប៉ុណ្ណោះហើយបន្តមកព្រឹទ្ធយាយនឹងក៏បានវាយទៅលើខ្នងរបស់នាងទៅដែលធ្វើនាងក៏បានស្រែកឡើងជាមួយនឹងការឈឺចាប់បន្តិចដែរស្របពេលដែលសាច់រឿងបន្តរបស់យើងកាត់ទៅមើលកន្លែងរបស់ឈីណានវិញនៅពេលនេះក៏មានអារម្មណ៍ថានៅលើខ្លួនរបស់គាត់ហាក់បីដូចជាកំពុងតែបាត់អំពីអ្វីមួយដូច្នោះក៏ចេះតែស្ទាបលេចស្ទាបកើតបន្តិចក្រោយមកទៀតនោះក៏ស្រាប់តែបានឃើញអំពីនារីដ៏ស្រស់ស្អាតម្នាក់ទៀតដែលបានធ្វើដំណើរមកកាន់កន្លែងគាត់ដោយនោះគឺជាសៀវឈីងសៀបន្ទាប់ពីឃើញការមកដល់របស់នាងហើយឈីណានក៏បានក្រោកឡើងហើយក៏បានទៅទទួលនាងផងដែរនិងក៏បានអញ្ជើញឲ្យបងស្រីនឹងគឺអង្គុយចុះមុនពេលដែលឈីណានក៏បានសួរបន្តទៀតថានាងគឺធ្វើដំណើរមកកាន់ដែនដីបរិសុទ្ធនេះហេតុអ្វីបានជាមិនផ្ដល់ដំណឹងមកកាន់គាត់ជាមុនសិនគឺដើម្បីឲ្យគាត់ងាយស្រួលនៅក្នុងការរៀបចំកន្លែងអញ្ចឹងណាព្រោះថាយ៉ាងណាមិញចំពោះខ្លួនគាត់នៅពេលបច្ចុប្បន្នហ្នឹងគឺមិនសូវជាល្អប៉ុន្មាននោះទេបន្ទាប់មកឈីណានក៏បានបញ្ចេញនៅនំប៉ុន្មានទៀតប្រគល់ទៅឲ្យនាងប៉ុន្តែសឿឈីងសៀកក៏ស្រាប់តែចាប់ដៃឈីណានជាប់ហើយក៏ឲ្យឈីណានហ្នឹងគឺដោះខោអាវចេញទៅដែលសឿឈីណាននៅពេលនេះគឺបានភ្ញាក់តែម្ដងនិយាយថាបងស្រីអាបែបនេះគឺដូចជាមិនសូវល្អនោះទេសឿឈីងសៀកក៏ប្រាប់ថានាងគឺបានដឹងអំពីអ្វីដែលឈីណានគឺបានឆ្លងកាត់រួចទៅហើយដូច្នោះហើយនៅពេលនេះនាងគឺចង់មើលមុខរបួសរបស់ឈីណានថាតើវាគឺយ៉ាងម៉េចខ្លះហើយដូច្នោះហើយឈីណានក៏បានដោះអាវរបស់គាត់ចេញទៅនិងក៏ប្រាប់ទៀតថាមុខរបួសមួយនេះគាត់គឺទទួលបានអំពីការវិប្រហារអំពីធម្មពលរន្ទះហើយចំណែកអានេះវិញក៏ទទួលបានអំពីធម្មពលនៃការវិប្រហាររន្ទះផងដែរហើយក៏នៅមានច្រើនទៀតដូចគ្នាក្នុងកំឡុងពេលដែលសៀឈីងសៀកក៏បានបញ្ចេញនៅថ្នាំជាច្រើនដែលធ្វើឈីណានក៏បានបន្តនិយាយទៅកាន់នាងថាធ្វើឲ្យសិស្សច្បងហ្នឹងគឺមានការព្រួយបារម្ភហើយសៀឈីងសៀកក៏តបមកវិញថាការវឹកហាត់ក្បាច់គុណគឺប្រៀបបីដូចជាអុំទូកកណ្ដាលទន្លេឆ្លងកាត់ជាមួយនឹងរលកធំអញ្ចឹងដែរប៉ុន្តែឈីណានវិញគឺពិតជាមានមហិច្ឆតាដូច្នោះក៏ប្រាប់ទៅកាន់ឈីណានថាត្រូវតែតស៊ូរហូតដល់ទីបញ្ចប់កុំបោះបង់ហើយប្រសិនបើថ្ងៃណាមួយឈីណានគឺត្រូវការជំនួយអំពីនាងគឺអាចប្រាប់មកកាន់នាងបានដូច្នោះហើយឈីណានគាត់ក៏បានងក់ក្បាលនាងក៏បានបន្តទៀតថាឈីណានគឺប្រាប់នាងអំពីបទពិសោធន៍ដែលឈីណានគឺបានធ្លាប់ឆ្លងកាត់មកលើដូច្នោះហើយឈីណានក៏មិនចង់រងចាំយូរដែរប្រាប់ថាវាពិតជាល្អដូច្នោះហើយសាច់រឿងបន្តរបស់យើងកាត់មកមើលខាងនេះវិញតែអាចារ្យម្នាក់ក៏បានរាយការណ៍ប្រាប់ទៅកាន់ព្រះបរិសុទ្ធថាឈីណានគឺបានធ្វើឲ្យកូនសិស្សនៅក្នុងកម្ពុជារបស់គាត់គឺមានភាពមិនចុះសម្រុងគ្នាដូច្នោះហើយគឺត្រូវតែដាក់ទោសទៅលើឈីណានឲ្យខានទៅបានបន្ទាប់ពីបានលើពាក្យសម្ដីនេះហើយព្រះបរិសុទ្ធក៏បានតបទៅវិញថាដាក់ទោសមែនទេជាការពិតណាស់គាត់ប្រកាសជាដាក់ទោសទៅលើឈីណានហើយក៏ប្រាប់ទៀតថានៅពេលនេះគាត់បានបញ្ជូនឈីណានឲ្យចាក់ចេញរួចទៅហើយដោយឲ្យឈីណានគឺធ្វើដំណើរទៅកន្លែងមួយដែលមានឈ្មោះថាការបិទត្រាបិសាចដើម្បីឲ្យឈីណានបោះសម្អាតឬមួយក៏កម្ចាត់នៅវិញ្ញាណខ្មោចដែលនៅសេសសល់ហើយបន្ទាប់មកក៏បានសួរទៅកាន់បុរសម្នាក់នឹងថាតើការដាក់ទោសរបស់គាត់ទៅលើឈីណាននឹងវាគឺយុត្តិធម៌ដែរឬអត់ហើយក៏ធ្វើឲ្យបុរសម្នាក់នឹងគឺថាមិនហ៊ានតមាត់ជាមួយនឹងព្រះបរិសុទ្ធទៀតនោះទេសាច់រឿងបន្តរបស់យើងកាត់ទៅមើលកន្លែងរបស់ជាងពីឡានវិញយើងក៏ឃើញថាព្រឹទ្ធយាយនឹងគឺកំពុងតែលាបថ្នាំឲ្យនាងផងដែរប៉ុន្តែបន្តិចក្រោយមកទៀតនោះក៏ស្រាប់តែសៀវភ័យផឹងគេក៏បានចូលមកហើយក៏បានបន្តថាវាពិតជាដោយពាក្យចាស់ដែលលោកបានពោលខ្លាកាចគឺមិនស៊ីកូនឯងនោះទេដូច្នោះហើយបើទោះបីជាទរណកម្មនេះគឺថាប្រេផ្សាយយ៉ាងណាក្តីក៏ព្រឹទ្ធយាយនឹងគឺនៅតែមិនដាច់ចិត្តដដែលបន្ទាប់មកក៏បានដេញព្រឹទ្ធយាយនឹងចេញប្រាប់ថាទុកឲ្យគេនឹងគឺជាអ្នកជួយជាងពីឡានម្ដងសរុបពេលនេះគឺពិតជាខឹងខ្លាំងមែនទែនបន្ទាប់ពីឃើញសៀវភ័យផឹងហើយគេក៏បានទះដៃនឹងក៏បាននិយាយចំអកទៅកាន់នាងថានេះគឺពិតជាចិត្តល្អហើយគេគឺមិនឆ្ងល់ទៀតនោះទេហេតុអ្វីបានជានាងនឹងគឺជួយសត្រូវទៅវិញនិងក៏បានបន្តទៀតថាប្រសិនបើមិនមែនដោយសារតែនាងបានបញ្ឈប់គេទេយ៉ាងពីឡានក៏មិនទទួលនៅទណ្ឌកម្មបែបហ្នឹងដែរដូច្នោះហើយស្ថានភាពរបស់នាងនៅពេលបច្ចុប្បន្ននេះគួរតែអរគុណទៅដល់ឈីណានទៅបន្ទាប់ពីលើដូច្នោះហើយនាងគឺបានត្រឹមតែសើចហើយក៏តបទៅវិញទៀតថាអ្វីដែលនាងគឺមានការសោកស្ដាយនោះដោយការពីពេលមុននាងគឺពិតជាមើលស្រាលមនុស្សឥតប្រយោជន៍ដូចជាគេនេះប៉ុន្តែយ៉ាងណាក្តីតាំងពីដើមមកនាងគឺមិនដែលទុកគេនឹងគឺជាមនុស្សសំខាន់ស្រាប់ទៅហើយបន្ទាប់ពីលើដូច្នោះហើយសៀវហ្វៃផឹងនឹងហាក់បីដូចជាខឹងដែលគេនឹងក៏បានចាប់ក្បួយកទៅលើជាងពីឡាននិងក៏បានសួរថាតើនាងគឺបាននិយាយឲ្យជាងពីឡាននឹងគឺនិយាយម្ដងទៀតមកស្របពេលដែលនាងក៏នៅ
តែញញឹមហើយក៏បានបន្តទៀតថាសៀវភៅផឹងនឹងគឺជាមនុស្សកំសាអត់បានការដោយគេនឹងគឺតែងតែឈើនៅពីក្រោយខ្នងរបស់អ្នកដទៃហើយក៏ជាមនុស្សកំសាដែលតែងតែធ្វើបាបទៅកាន់មនុស្សដែលទុនខ្សោយផងដែរលើដូច្នោះហើយសៀវភៅផឹងគឺខឹងកាន់តែខ្លាំងរៀបនឹងចាត់ការទៅហើយនោះក៏ស្រាប់តែមាននរណាម្នាក់នឹងគឺចាប់គេបោកទៅលើជញ្ជាំងមកខាងទៀតបន្ទាប់មកព្រឹទ្ធាយាយនឹងក៏បានចូលទៅរកជាងពីឡានវិញព្រឹទ្ធាចារ្យទីលីងក៏បានកាច់ដៃកាច់ជើងដែលចូលទៅនិយាយថាល្អិតឯងគឺពិតជាក្លាហានខ្លាំងមែនទែនថ្ងៃមុនឲ្យឯងរួចខ្លួនម្ដងហើយថ្ងៃនេះបែរជាហ៊ានមើលទៀតសៀវភៅផឹងគេក៏ប្រាប់ថាលោកគ្រូថ្ងៃនេះខ្ញុំគឺមកចង់និយាយអំពីការពិតអំពីកោះសម្ងាត់នោះបន្ទាប់ពីលើដូច្នោះហើយព្រឹទ្ធាចារ្យទីលីងក៏នៅតែដើរចូលទៅខណៈដែលសៀវភៅផឹងគេក៏បានក្រវិសនៅដៃរបស់គេបន្តិចហើយយើងក៏ស្រាប់តែឃើញថាផ្សែងពណ៌ខ្មៅយ៉ាងច្រើនក៏បានលេចឡើងខណៈដែលគេក៏បានបន្តកិច្ចខ្លួនបានទៅដោយបានបន្សល់ទុកនៅត្រឹមតែរបស់មួយតែប៉ុណ្ណោះដែលព្រឹទ្ធាចារ្យទីលីងគឺបានស្គាល់ថានេះវាគឺជានិមិត្តសញ្ញារបស់ព្រះបរិសុទ្ធនៃអាណាចក្រសូសាកូបន្ទាប់មកគាត់ក៏បានបន្តនិយាយទៅកាន់ចាំងពីឡានថាកុំដោយសារតែមនុស្សម្នាក់នោះនាងធ្វើខ្លួនឯងនឹងគឺខ្លាយទៅជាបែបនេះអីស្របពេលដែលចាំងពីឡានក៏បានក្រោកឡើងហើយក៏បានអរគុណទៅកាន់ព្រឹទ្ធាចារ្យទីលីងដែលបានជួយសង្គ្រោះនាងនិងក៏បានបន្តទៀតថាយ៉ាងណាក្តីនៅពេលនេះនៅក្នុងសម្ព័ន្ធតៅមឹងគឺថាគ្មានអ្នកណាម្នាក់យកចិត្តទុកដាក់ជាមួយនឹងនាងទៀតនោះទេក្រៅពីព្រឹទ្ធាយាយម្នាក់នឹងបន្ទាប់ពីលើកដូច្នោះហើយព្រឹទ្ធាចារ្យទីលីងក៏ប្រាប់ថាបើចឹងគឺមិនអីទេឲ្យនាងគឺថែខ្លួនឲ្យបានល្អទៅចំណែកគាត់គឺនឹងយាមទ្វីឲ្យប៉ុន្តែជាងពីឡានក៏បានបន្តនិយាយទៅកាន់គាត់ថាតើនាងគឺអាចទទួលបាននូវការវឹកហាត់ពិសេសដែរឬអត់គឺដោយអ្វីដែលឈីណានគឺធ្លាប់ឆ្លងកាត់ការពីពេលមុនព្រឹទ្ធាចារ្យទីលីងក៏ប្រាប់ថាប្រសិនបើដូច្នោះរបួសរបស់នាងគឺកាន់តែអាក្រក់ជាងពេលនេះទៅទៀតបើទោះបីជានាងគឺជាបរិសុទ្ធនៃសម្ព័ន្ធតៅមឹងក៏ដោយក៏មិនងាយស្រួលនៅក្នុងការឆ្លងកាត់ដែរបន្ទាប់ពីលើកដូច្នោះហើយជាងពីឡានក៏នៅតែមិនខ្លាចហើយក៏បានលិតជង្គង់និងក៏បានប្រាប់ទៅកាន់ព្រឹទ្ធាចារ្យទីលីងថាគាត់នឹងគឺជួយណែនាំផងដែលនាងគឺមិននិយាយថាវាគឺជាការលំបាកហើយនាងក៏មិនយំដោយសារតែការឈឺចាប់ដែរបន្ទាប់ពីលើកដូច្នោះហើយព្រឹទ្ធាចារ្យទីលីងក៏បានងក់ក្បាលព្រឹទ្ធាយាយក៏នៅតែមានការព្រួយបារម្ភជាងពីឡានក៏បានតបមកកាន់ព្រឹទ្ធាយាយវិញថាបន្ទាប់ពីនាងបានដឹងអំពីឈីណានរួចហើយធ្វើនាងគឺមានអារម្មណ៍ថាចំណានជាមួយនឹងឈីណានខ្លាំងមែនទែនហើយបន្តមកទៀតសាច់រឿងរបស់យើងមួយភាគនេះក៏បានឈានដល់ទីបញ្ចប់ហើយយើងនឹងរងចាំជួបគ្នាម្ដងទៀតនៅក្នុងវីដេអូក្រោយ